យោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃច័ន្ទទី10ខែវិច្ឆិកាឆ្នាំ2025នេះស្ថានភាពស្តុកទឹកនៅទំនប់ចៅប្រយ៉ាបានឈានដល់កម្រិតគ្រោះថ្នាក់បំផុតដោយសារតែសមត្ថភាពទប់ទឹករបស់ខ្លួនជិតឈានដល់កម្រិតអតិបរមាអាជ្ញាធរបានសម្រេចចិត្តបង្ខំចិត្តរំដោះទឹកចេញក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់បរិមាណរំដោះទឹកសង្គ្រោះបន្ទាន់គឺចំនួន 2800 ម៉ែត្រគូបក្នុង1វិនាទីនេះជាតួលេខដែលបង្ហាញអំពីកម្រិតសម្ពាធទឹកដ៏ធំនៅផ្នែកខាងលើហើយជាការសម្រេចចិត្តដ៏លំបាកដើម្បីការពារកុំឲ្យទំនប់ផ្ទុះឬបាក់ទាំងស្រុងដែលអាចបង្កជាគ្រោះមហន្តរាយធំជាងនេះទៅទៀតការរំដោះទឹកក្នុងល្បឿននេះនឹងធ្វើឲ្យទឹកហូរចុះតាមខ្សែខាងក្រោមហើយត្រូវបានគេព្យាករណ៍ថានឹងទៅដល់រដ្ឋធានីទីក្រុងបាងកកត្រឹមរយៈពេលតែ2ថ្ងៃទៀតតែប៉ុណ្ណោះការកើនឡើងកម្ពស់ទឹកនេះមិនមែនជារឿងដែលកើតឡើងដោយឯងនោះទេកម្ពស់ទឹកបានហក់ឡើងខ្ពស់ឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរដែលជាឥទ្ធិពលបន្តបន្ទាប់ពីព្យុះត្រូពិកនានាក្រៅពីទំនប់ចៅប្រយ៉ាទំនប់សំខាន់ចំនួន4ទៀតរបស់ប្រទេសថៃក៏កំពុងស្តុបទឹកជិតដល់កម្រិតអតិបរមាផងដែរក្នុងនោះរួមមានដូចជាទំនប់ភូមិវិបុលស្តុបទឹកចំនួន 99% ទំនប់ស៊ីរីគិតស្តុបទឹកចំនួន 98% ទំនប់ប៉ាសាក់ជូឡាស៊ីតស្តុបទឹកចំនួន 97% ទំនប់ខ្វាំងណយស្តុបទឹកលើសកម្រិតទៅហើយគឺចំនួន 101% តួលេខទាំងនេះបង្ហាញថាប្រព័ន្ធគ្រប់គ្រងទឹករបស់ប្រទេសថៃទាំងមូលកំពុងស្ថិតក្រោមសម្ពាធដ៏ធំបំផុតដោយសារតែទឹកហូរចូលមានបរិមាណលើសលទ្ធភាពទប់ស្កាត់រដ្ឋធានីទីក្រុងបាងកកស្ថិតនៅលើខ្សែដ៏គ្រោះថ្នាក់ទីក្រុងបាងកកដែលជាបេះដូងសេដ្ឋកិច្ចនិងជារដ្ឋធានីនៃប្រទេសថៃត្រូវបានគេចាត់ទុកថាជាតំបន់រងផលប៉ះពាល់ធ្ងន់បំផុតពីការរំដោះទឹកដ៏មហិមានេះបរិមាណទឹកចំនួន 2800 ម៉ែត្រគូបក្នុង1វិនាទីនឹងបង្កជាហានិភ័យគ្រោះថ្នាក់ទឹកចំនួនធ្ងន់ធ្ងរនៅទីក្រុងបាងកកថ្មីត្បិតតែអភិបាលក្រុងបាងកកលោកឆេឆាសិទ្ធិពុទ្ធបានបញ្ជាក់ថារបាំងការពារទឹកចំនួនរបស់ក្រុងបាងកកនៅមានកម្រិតសុវត្ថិភាពក៏ដោយក៏ស្ថានភាពនេះនៅតែទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតអាជ្ញាធរក្រុងបាងកកកំពុងប្រើប្រាស់យុទ្ធសាស្ត្របូមនិងទប់ស្កាត់ដើម្បីគ្រប់គ្រងទឹកដែលហោះច្រោះចូលតាមកន្លែងដែលលេចធ្លាយឬតំបន់ទាបដោយបូមទឹកនោះត្រឡប់ទៅកាន់ទន្លេវិញជាបន្ទាន់ខេត្តចំនួន7ដែលស្ថិតនៅខ្សែទឹកខាងក្រោមមុនទៅដល់ទីក្រុងបាងកកមានដូចជាឆៃណាតសិង្ហបុរីអាងថុងសុផាន់បុរីព្រះនគរស្រីអយុធ្យាសារ៉ាបុរីនិងផាធំធានីបានប្រកាសអាសន្នកម្រិតក្រហមរួចទៅហើយជាក់ស្ដែងទឹកចំនួននៅខេត្តអយុធ្យាបានបន្តកាន់តែអាក្រក់ទៅដោយបានបង្កផលប៉ះពាល់ដល់គ្រួសាររាប់ម៉ឺននាក់និងមានករណីបាត់បង់ជីវិតរួចទៅហើយបញ្ហាទឹកចំនួននេះមិនមែនកើតឡើងតែនៅតំបន់កណ្ដាលនោះទេកម្ពស់ទឹកដែលហូរចូលទៅតំបន់យ៉ាងគំហុកបណ្ដាលមកពីជំនន់ធ្ងន់ធ្ងរនៅតាមភាគខាងជើងផងដែរដូចជាប្រាណានឈៀងរៃសុខោតីឡាំប៉ាងខេត្តទាំងនេះបានទទួលរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឲ្យទន្លេនិងប្រព័ន្ធបង្ហូរទឹកនៅក្នុងតំបន់មិនអាចទប់ទល់បានទោះបីជាទីក្រុងបាងកកមានប្រព័ន្ធការពារក៏ដោយក៏បញ្ហាប្រឈមធំនៅតែមានការជួរនៃទឹកសមុទ្រតាមការព្រមានរបស់អាជ្ញាធរទឹកចំនួនខាងលើបានកើតឡើងស្របពេលដែលមានការជួរនៃទឹកសមុទ្រផងដែរការជួរនេះនឹងធ្វើឲ្យល្បឿននៃការហូរចេញរបស់ទន្លេចៅប្រយ៉ាទៅកាន់ឈូកសមុទ្រថៃមានភាពយឺតយ៉ាវដែលបង្កើតជាសម្ពាធនៅក្នុងទីក្រុងបាងកកយ៉ាងខ្លាំងទីក្រុងបាងកកបានសាងសង់លើដីទន់ហើយជាមធ្យមមានត្រឹមតែ 1.5 ម៉ែត្រប៉ុណ្ណោះពីនីវ៉ូទឹកសមុទ្រលើពីនេះទីក្រុងនេះកំពុងតែលេចចុះជារៀងរាល់ឆ្នាំតំបន់នៅក្រៅរបាំងការពារទឹកចំនួនជាពិសេសសហគមន៍តាមដងទន្លេនិងតំបន់ទាបមួយចំនួនទៀតដូចជាសង្កាត់ប្លុងតុងអេស្ថិតនៅក្នុងហានិភ័យខ្ពស់បំផុតនៃការលិចលង់ចំណុចសំខាន់ដែលត្រូវតាមដានក្នុងរយៈពេល2ថ្ងៃនេះ
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី12ទី13ខែវិច្ឆិកាឆ្នាំ2025គឺជាពេលវេលាដ៏សំខាន់អាជ្ញាធរត្រូវតែបន្តតាមដានយ៉ាងដិតដល់ទាំងកម្ពស់ទឹកហូរចូលខាងលើនិងកម្ពស់ទឹកចូលពីសមុទ្រដើម្បីកំណត់បរិមាណរំដោះទឹកសមស្របប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដែលបានប្រកាសអាសន្នក្រហមនិងតំបន់ទាបនៅក្នុងទីក្រុងបាងកកត្រូវតែអនុវត្តតាមការណែនាំជម្លៀសរបស់អាជ្ញាធរជាបន្ទាន់និងលើកសម្ភារៈមានតម្លៃទៅកាន់ទីទួលខ្ពស់ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃនៅពេលនេះគឺជាការប្រឈមមុខដ៏ធំមួយនៃគ្រោះមហន្តរាយធម្មជាតិដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុការសម្រេចចិត្តទម្លាយទឹក 2,800 ម៉ែត្រគូបក្នុង1វិនាទីពីទំនប់ចៅប្រយ៉ាគឺជាសញ្ញាប្រកាសអាសន្នដ៏ធ្ងន់ធ្ងរមួយដែលធ្វើឲ្យទីក្រុងបាងកកឈរនៅលើគែមនៃគ្រោះទឹកជំនន់យើងនឹងបន្តតាមដានស្ថានភាពនេះយ៉ាងដិតដល់សូមអរគុណចំពោះការតាមដានជួបគ្នានៅវីដេអូបន្ត